cái tiêu mong cô mà chan phèn mà giờ ôi ban nhầm đôi chặt đây bong bầu nơi vô mà đo nhầm đã cái đá mong hay tâm ta tranh bị thọt hơi hot suốt nhầm ấy bên là nghỉ chứ nào đầm bay mà đo tiếp ban nhầm mà cái tiêu mong cô cái nó ở trong đằng thằng bị bay nè nè mong ạ đã cái đá trong đầm bay vừa lìa sạch không nắng bong bầu tầm chân tới vừa chít chít á特សុបគាត់ឈ្ងុយសាហាខ្ញុំគុំខ្លាំងណាស់ខ្ញុំថាអូបើថ្ងៃណាខ្ញុំបានតើម្រេចហើយចំពេលបងថៃនេះគាត់ធ្វើកាទៀវលក់ខ្ញុំត្រូវទៅទិញកាទៀវបងថៃនេះញ៉ាំមកបានហើយឥឡូវនេះខ្ញុំមិនបាច់តើម្រេចទេបងប្អូននៅ chef Red គាត់ធ្វើនេះមិនដឹងថាតើរសជាតិហ្នឹងជារសជាតិរបស់បងថៃនេះឬមួយយ៉ាងណាគាត់ថាតំណងហ៎បងប្អូនទឹកស៊ុបគេនេះហ្មងទឹកស៊ុបគេញ៉ាំទៅជាតិសាច់គោវាធ្ងន់ហ្មងហើយក្នុងនេះគាត់ដាក់មួយទឹកសៀងតឹងតែហើយខ្ញុំគិតថាគាត់ដាក់ក្រៅតែនេះគាត់ដាក់ចូលហើយក៏ផើសាច់គោខ្មែរមែនផើសាច់គោខ្មែរញ៉ាំទៅវាងឈូវីតិចតិចវាអត់ទន់ហ្មងតែសំខាន់នេះអាស្មងនេះហូរចិត្តទឹកស៊ុបគាត់ហ្មងបងប្អូនវាមានប្រៃមានផ្អែមហើយអត់តូទៅផ្អែមទេស្រឡាញ់ត្រង់ហ្នឹងហ្មងមើលសាបានកណ្ដៅចឹងទៅញ៉ាំអត់ទ្រាំតែមកចង្កឹះនឹងអស់បាត់ហើយបងប្អូនអើយឡើងក៏ហ៊ូបាត់ហើយនេះបន្លែគាត់មានដាក់តកួនទៀតផ្លែចឹងnóនិយាយទៅប្រហែលជាមេចុងភៅចុះចិត្តញ៉ាំអីក៏ដាក់នឹងប្រោយទាំងសមងហ្នឹងមកញ៉ាំក៏ហ៊ូបាត់ហើយណាសាច់នេះមានផាត់សាច់គោឡើងធំប៉ុណ្ណាទៀតហើយគាត់មិនប្រើខ្ទឹមសអំប៉ងណាគាត់ប្រើខ្ទឹមក្រហមនេះការ៉ុតសាច់ស្រស់តែគាត់ធ្វើឡើងមកឆ្អិនហើយអាណាបកានេះពោះគោនេះពោះគោសស្គូសហ្មងនេះមានបកាទៀតហើយនេះសាច់កាទៀវគេរបៀបចាប់មកគឺទឹកស៊ុបវាជ្រាបជុំពេញកាទៀវបងប្អូនឃើញកាទៀវដូរពណ៌ហ្មងអត់ហើយរសជាតិទឹកស៊ុបហ្នឹងចែពេលដែលបងប្អូនញ៉ាំភ្លាមបងប្អូនអាចសម័យដល់ខគោហើយតែដល់ពេលដែលបងប្អូនញ៉ាំតទៀតវាមិនមែនខគោទេប៉ុន្តែវាទៅជាដូចទឹកស៊ុបគោលាយជាមួយនឹងខគោដាក់ចូលគ្នាមិនដឹងទេរបៀបគាត់ធ្វើហ្នឹងអញ្ចឹងវាមិនមែនជា phở វាមិនមែនជារសជាតិកាទៀវសាច់គោខ្មែរយើងហើយវាក៏មិនមែនជារសជាតិខគោជារសជាតិរបស់ chef Red ជារសជាតិរបស់គេចាំងខ្ញុំឃើញគេថតញ៉ាំកាទៀវនឹងច្រើនណាខ្ញុំស្មានតគ្រាន់តវាធម្មតាអញ្ចឹងណាបងប្អូនប៉ុន្តែរសជាតិពិបាកហោយើងធ្លាប់តែញ៉ាំកាទៀវសាច់គោកាទៀវអីដែលមកងាត់ទឹកស៊ុបគោរបៀបរសជាតិយើងពីដើមមកហ្មងប៉ុន្តែនេះវារសជាតិបែបរៀងទំនើបវាឈ្ងុយជាងមុនរសជាតិវារៀងឌីបជាងមុនអីជាងមុនតែគាត់ឈ្ងុយសាហាវនេះធ្វើមិនតែគាត់ធ្វើខ្លួនឯងទេណាមកតែឆាញ៉ាំតឡើងឈ្ងុយជាងហឹលមកតែជ្រក់គាត់ក៏អត់ធំក្លិនរបៀបទឹកខ្មាស់ខ្លាំងណាស់ហើយមានខ្ទឹមជ្រក់ទៀតមកភ្លក់ខ្ទឹមជ្រក់ម៉ាត់សិនវាក់សាច់ជូរខ្លាំងនិយាយទៅមកចង្កឹះណាក៏សាច់មកចង្កឹះណាក៏សាច់ដែរណាលើកទី1ណាខ្ញុំភ្លក់ម្ហូបរបស់គេចាំងខ្ញុំអត់ដែរញ៉ាំម្ហូបរបស់គេចាំងទេប៉ុន្តែដល់ពេល chef Red គាត់ចេញមកនុយកាទៀវនេះខ្ញុំអ្នកចូលចិត្តញ៉ាំកាទៀវហើយខ្ញុំតែតែមានក្តីសម័យថាថ្ងៃណាមួយខ្ញុំចង់សាកកាទៀវបងថៃនេះខ្លាំងមែនតើដល់ពេលគាត់ចេញអាហ្នឹងមកខ្ញុំត្រូវតែសាកញ៉ាំហើយនេះគឺវាពិតជាស័ក្តិសមក្នុងការដែលយើងរងចាំមែនបងប្អូនហើយឮថាលក់ដាច់ទៀត